រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកទៀតហើយបាទគឺថាចេញមកឡងក៏ដូចជាចេញមកទានបង្ហាញបងប្អូនសម្រាប់តាមដានស្ដាប់នៅរឿងខ្មោចមួយមុននឹងចូលសាច់រឿងសូមជម្រាបសួរពុកម៉ែបងប្អូនសុខសប្បាយទេពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe ហើយនឹងចុចកណ្ដឹងដើម្បីជួយជាកម្លាំងចិត្តនៅក្នុងការធ្វើមាតិកាបន្តទៀតសូមអរគុណពុកម៉ែបងប្អូនអញ្ចឹងសូមថ្ងៃនេះចេញមកនិទានរឿងដែលមានចំណងជើងថាខ្ទមកំសត់នៃអូស្រាប់ចោមអញ្ចឹងកុំពិបាកក្នុងការរងចាំស្ដាប់របស់បងប្អូនខ្ញុំសូមចូលសាច់រឿងតែម្ដងកាលពីដើមឡើយនៅចុងភូមិមួយឈ្មោះស្របចោមមានវាលស្រែធំមួយពោពេញដោយពន្លឺថ្ងៃព្រាលគឺដូចជាថ្ងៃរៀបលិចអញ្ចឹងគឺមានពន្លឺព្រះខែមានផ្ទះជាហោហែនិងខ្ទមស្រែវាលស្រែហើយនឹងមានបន្លាយអូអញ្ចឹងឯងមានដងភ្នំផងដែរនៅចំកណ្ដាលវាលស្រែនោះមានដើមខ្ទមមួយធំខ្លាំងពេកដែលមើលទៅមានភាពស្ងប់ស្ងាត់ខ្លាំងនិងស្រស់ស្លាប់មិនគួរឲ្យជឿប្រជាជននៅក្នុងភូមិតែងតែដើរជិះពីខ្ទមនោះខ្ទមមួយដែលមានភាពស្ងប់ស្ងាត់គឺដែលគេចោលយូរហើយបងប្អូនខ្ទមនៅជិតអូហើយនឹងក្បែរមាត់ស្រែពួកគេចូលរកមិនឃើញទេនោះដែលមើលទៅមានភាពស្ងប់ស្ងាត់និងប្រជាជនក្នុងភូមិតែងតែជិះវាងពីខ្ទមនោះដោយមានការភ័យខ្លាចពួកគេតែងតែនិយាយថាខ្ទមនោះមិនមែនធម្មតាទេព្រោះមានខ្មោចម្នាក់នៅចិត្តក្បែរនោះដ៏ស្រងាត់ច្រងំម្ដាយចាស់បាននិយាយថា200ឆ្នាំមុនមានក្មេងស្រីម្នាក់ត្រូវបាត់ខ្លួននៅក្បែរខ្ទមនេះពួកគេចូលរកមិនឃើញទេមានតែឮតែសំឡេងស្រែកហៅល្វើយនិងមានស្លឹកឈើក្រហមពេញព្រៃនៃក្បែរនោះពីពេលនោះមកដើមខ្ទមនេះតែងតែបញ្ចេញសំឡេងរៀងប្លែកនៅពេលអាធ្រាត្រយប់ជ្រៅដែលមានគេដេកស្ងាត់ឈឹងអស់ពេលខ្លះនោះគឺមានពន្លឺស្រអាប់ដូចភ្លើងខ្មោចភ្លឺជុំវិញខ្ទមចឹងក្មេងដែលហ៊ានលេងក្បែរអូម្ដងមួយគឺតែងតែបាត់ខ្លួនពេលត្រឡប់មកវិញពួកគេតែងតែមានអាការៈស្រពិចស្រពិលព្រឺសាច់និងមានភាពភ័យខ្លាចអ្នកម្ដាយម្នាក់បាននិយាយថា
ខ្ទមនេះមានខ្មោចកំសត់មួយដែលចងចាំឲ្យអ្នកធ្វើបាបឆាប់ស្លាប់ដើម្បីបន្តវេនសម្រាប់ពួកគេចឹងកន្លែងនេះគឺជាកន្លែងគឺជាខ្មោចដើម្បីរងចាំអ្នកបន្តវេនព្រឹកមួយព្រះអាទិត្យហៀបលិចពន្លឺពណ៌ទឹកដោះគោប៉ះទៅលើវាលស្រែហើយខ្ទមកំសត់នោះមានភាពស្រស់ស្អាតបន្ថែមដោយសារមានពន្លឺព្រះអាទិត្យចាំងជាមួយនឹងវាលស្រែហើយមានតែខ្យល់ស្រាលបក់មកនឹងស្លឹកឈើឲ្យឆ្លងកាត់មានភាពរសៀកដូចកំពុងមាននរណាមួយកំពុងស្រែកស្រណោះអញ្ចឹងមានសំឡេងអាកំបាំងពេលអធ្រាត្រមួយពេលយប់ចិត្តភ្លឺនោះកូនប្រុសវ័យក្មេងឈ្មោះពិសេសបានលេងក្បែរអូមួយដែលក្បែរខ្ទមកំសត់នោះខណៈពេលដែលស្រត់ជើងដូចជារអិលជើងចូលទៅក្នុងអូគេក៏ឮសំឡេងស្រែកតិចថាឮស្រែករវើយបណ្ដោយវាលស្រែពិសិដ្ឋក៏ព្រឺសាច់ហើយរត់ចេញមកផ្ទះយ៉ាងលឿនយប់នោះម្ដាយពិសេដ្ឋលើកូនរៀបនឹងគេងនឹកស្រណោះដោយសំឡេងចម្លែកបន្តបន្តិចពីក្រៅផ្ទះវគ្គបុរសចាស់និយាយរឿងខ្មោចខ្ទមកំសត់ថ្ងៃក្រោយពិសិដ្ឋបានទៅសួរបុរសចាស់ម្នាក់ឈ្មោះតាព្រោះប្រាប់ឲ្យដឹងថាដើមខ្ទមនោះមានខ្មោចចំណែកឯតាព្រោះគាត់បានឲ្យដឹងថាដើមខ្ទមនោះគឺមានខ្មោចក្មេងស្រីម្នាក់ដែលបានស្លាប់នៅពេលដែលលោតលេងក្បែរអូហើយអារក្សខ្លាំងកាលនោះតាប្រុសថានិយាយថាមានក្មេងស្រីបានលោតលេងនៅក្បែរឈើនោះបានចង់ធ្វើឲ្យស្លាប់នៅពេលលេងលោតក្បែរអូក្បែរដើមឈើនោះម្ដងនោះហើយដែលប្រុសសំឡេងស្រែកព្រឺរៀងរាល់យប់គឺសំឡេងក្មេងស្រីនឹងឯងពិសិដ្ឋនិងមិត្តរបស់គេគឺឈ្មោះគុណកំណត់ចិត្តតាមដានទៅក្បែរខ្ទមកំសត់គឺមិនអស់ចិត្តគឺខ្វល់ទៅលបលោចមើលខ្ទមកំសត់នឹងពួកគេបានដើរឆ្លងកាត់វាលស្រែជើងដល់ទល់នឹងដើមខ្ទមគឺមិនទាន់ដល់ប្រហែលនៅ20 ម៉ែត្រទៀតស្រាប់តែមានព្រិលត្រជាក់ដូចជារដូវរងារំភើយហើយឃើញស្រមោលខ្មោចក្មេងស្រីក្នុងអាប់ដូចជាមិនសូវច្បាស់ឃើញស្អាប់នឹងឯងពួកគេរត់មកផ្ទះវិញ
ដោយមិនបានប្រាប់នរណាឡើយពិសិដ្ឋចាប់ផ្ដើមសបិនឃើញក្មេងស្រីជាមួយនឹងស្លឹកឈើបិទមុខខ្មោចតាមប្រលិតក្នុងស្លឹកស្មៅក្មេងស្រីនោះសុំឲ្យគេចាប់ដៃមកជួយពេលភ្ញាក់ពីដំណេកពិសិដ្ឋឃើញដៃខ្លួនស្អុយពេញនៅស្លឹកឈើខ្មៅដែលមិនដឹងថាមកពីណាឡើយបន្ទាប់ពីស្ទាក់ស្ទើរអ្នកភូមិមួយចំនួនធ្វើអាការៈចង់ទៅបើកនៅជំនាញខ្ទមចង់ទៅរកខ្ទមខណៈពេលជីកដីរើជើងសសរកូនសំណោដំបងនៃឆ្អឹងជើងមនុស្សត្រូវបានរកឃើញគឺវគ្គនឹងបានជីកដីទៅបានឃើញជាមួយនឹងប្រអប់ជើងរបស់ក្មេងស្រីម្នាក់ពេលដែលបែនិតកាន់តែជ្រៅគឺមានឃើញភ្នៅមួយដែលបិទជាប់នឹងខ្ទប់កំសត់នោះភ្លាមនោះផ្លែខ្ទមដួលចុះគប់ពោលសំឡេងដូចស្រក់ទឹកភ្នែកនេះគឺជាស្លឹកខ្ទមដែលបានធ្លាក់ដាក់ដីអ្នកភូមិសម្រេចធ្វើពិធីបណ្ដេញខ្មោចព្រះសង្ឃ4អង្គបានអញ្ជើញមកធ្វើសេចក្តីសុភមង្គលលើវាលស្រែនោះតែម្ដងក៏ដូចជាបានស្រែកគូត្រង់អាប់ច្រអាប់ជាមួយនឹងក្រវិលរមាសផងនេះគឺជាឆ្អឹងរមាសដើម្បីបាត់ឧបទ្រពចង្រៃដូចជាដេញឧបទ្រពខ្មោចចង្រៃនៅក្នុងខ្ទមនឹងឯងប៉ុន្តែពេលបានធ្វើពិធីស្រាប់តែកើតមានខ្យល់ខ្លាំងទប់ធ្វើសំឡេងរន្ធត់ដែលគួរឲ្យព្រួយព្រួយតាអាចារ្យម្នាក់បានដួលសន្លប់នៅនឹងកន្លែងទៅដោយសារតែចាញ់ច្រាបនៃខ្មោចដែលមានកម្លាំងខ្លាំងក្លាមកដល់ពេលពិសេសនឹងគុណត្រៀមប្រើទូរស័ព្ទថតវីដេអូពេលយប់ខណៈកំពុងថតព្រិលចំវិញខ្ទមការថតបានឃើញស្រមោលខ្មោចដូចជាព្រិលទឹកកកមាន 4-5 រូបភាពដែលបានឃើញពុំច្បាស់ឡើយកំពុងតែដើរយឺតជិតខ្ទមនឹងក៏ប៉ុន្តែពេលមើលជាមួយនឹងភ្នែកមិនឃើញច្បាស់ទេបន្ទាប់មកទូរស័ព្ទក៏ដាច់ភ្លើងដោយសារតែអាថ៌កំបាំងមួយរបស់ខ្មោចទឹកកកនឹងឯងនៅព្រឹកបន្ទាប់មានភ្លៀងធ្លាក់រំពងដីជំវិញដើមខ្ទមគេមិនឃើញមានសាច់ខ្មោចស្រងាត់មួយប្រហែលដូចជាកំពុងស្រែកសុំជំនួយនៅក្រោមដើមខ្ទមភ្ញាក់អស់ទាំងភូមិសម្រាប់សំឡេងស្រងេះស្រងោះ
ពោពេញដោយមានការភ័យខ្លាចនិងសោកសៅបំផុតសំឡេងដែលលើល្វើយចេញពីដើមខ្ទមនឹងឯងគឺពេលយប់អ្នកភូមិមិនដេកស្ងាត់ហើយមិនបានឮសំឡេងស្រែកល្វើយនៅម្ដុំដើមខ្ទមក្បែរអូនិងខ្ទមកំសត់នៅវាលស្រែម្ដងនេះអ្នកភូមិសម្រេចកាប់ដើមខ្ទមចោលពេលកាប់ដំបូងគឺមិនទាន់បានដួលទេប៉ុន្តែបានកាប់លើកទី2គឺបានទម្លាក់ចុះហើយពន្លឺខ្មោចពណ៌សដូចជាលើកទី2បានកាប់ទម្លាក់ចុះហើយពន្លឺខ្មោចពណ៌សដូចជាទឹកកកបានរចេញហើយសំឡេងស្រែកចុងក្រោយឆ្លងកាត់អាកាសធាតុដូចជាពណ៌ស្រអាប់ដូចជាអាប់ធ្លាក់ចុះអញ្ចឹងសូម្បីតែកម្ដៅថ្ងៃក៏ត្រូវបាត់បង់គឺលិចនៅពេលដែលពន្លឺព្រះច័ន្ទបានរះបំភ្លឺព្រាលចាប់ពីថ្ងៃនោះរួចទីនោះបានក្លាយជាកន្លែងស្ងប់ស្ងាត់សុទ្ធនិយមគឺស្ងាត់ពុំមានអ្វីមានកើតមានមិនមានស្រែទៀតទេតែវាស្រែនោះនៅតែមើលទៅស្ងៀមស្ងាត់ខុសពីវាស្រែផ្សេងក្នុងភូមិតទៀតនៅតពីនោះមកគឺមានមនុស្សរស់នៅក្នុងវាលស្រែចង្កាខ្ទមអ៊ូអរតែម្ដងប៉ុន្តែនៅពេលយប់គឺនៅតែមានភាពលក្ខណៈស្ងាត់ស្រងំដដែលរឿងនេះចាប់តែប៉ុណ្ណេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់នៅរឿងនិទានខ្មោចនៅភូមិនៅខ្ទមកំសត់នៃអូស្រាប់ចោមគឺជាភូមិអូស្រាប់ចោមនឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមកុំភ្លេចជួយតាមដានវគ្គក្រោយទៀតហើយកុំភ្លេចចុច Subscribe និងចុចកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីថែមទៀតសូមអរគុណសូមជម្រាបលា